សម្របសម្រួលការងារបោះឆ្នោតដើម្បីឲ្យការបោះឆ្នោតនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិប្រព្រឹត្តទៅដោយរលូនស្របតាមគោលការណ៍ដែលមានកំណត់នៅក្នុងច្បាប់និងលេខបទដ្ឋានជាធរមានរាជរដ្ឋាភិបាលនិងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកចបបានដាក់ចេញនូវគោលការណ៍ណែនាំជាច្រើននិងជាបន្តបន្ទាប់ដើម្បីឲ្យក្រសួងស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តដោយឡែកពាក់ព័ន្ធទៅនឹងការចូលរួមនិងការគ្រប់គ្រងដោយរដ្ឋបាលគុំសង្កាត់មានការងារសំខាន់ៗដូចខាងក្រោមការចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតនិងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតយោងមាត្រា50នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកចបត្រូវធ្វើប្រតិភូកម្មអំណាចដល់ក្រុមប្រឹក្សាឃុំសង្កាត់ឲ្យបំពេញតួនាទីតំណាងខ្លួនក្នុងការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតនិងសៀវភៅបញ្ជីបោះឆ្នោតដើម្បីជួយគ្រប់គ្រងក្រុមប្រឹក្សាឃុំសង្កាត់អនុវត្តតួនាទីនិងទទួលខុសត្រូវនេះក្រុមចុះឈ្មោះបោះឆ្នោតសម្រាប់ឃុំសង្កាត់នីមួយៗត្រូវបានចាត់តាំងដោយកចបដែលមានសមត្ថភាពដូចខាងក្រោមត្រូវមានប្រធានមួយរូបដែលចាត់តាំងដោយកចបអនុប្រធានមួយរូបជាស្មានឃុំសង្កាត់សម័យសមាជិកមួយចំនួនតាមការកំណត់របស់កចបក្រុមប្រឹក្សាឃុំសង្កាត់ត្រូវដឹកនាំក្រុមចុះឈ្មោះបោះឆ្នោតអនុវត្តឲ្យបានត្រឹមត្រូវនៅតួនាទីភារកិច្ចរបស់ខ្លួនស្របតាមបទបញ្ជានិងនីតិវិធីជាធរមានសម្រាប់ការចុះឈ្មោះបោះឆ្នោតក្នុងរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតលេខាធិការដ្ឋានគណៈកម្មាធិការរាជធានីខេត្តរៀបចំការបោះឆ្នោតត្រូវសហការជាមួយក្រុមចុះឈ្មោះបោះឆ្នោតនៃឃុំសង្កាត់នីមួយៗដើម្បីលុបឈ្មោះប្រជាពលរដ្ឋដែលបានទទួលមរណភាពឬបានផ្លាស់លំនៅឋានចេញទៅឃុំសង្កាត់ផ្សេងដែលមានឯកសារសំអាងត្រឹមត្រូវនិងច្បាស់លាស់ចេញពីបញ្ជីបោះឆ្នោតនិងសៀវភៅបញ្ជីបោះឆ្នោតក្នុងឃុំសង្កាត់របស់ខ្លួនក្នុងករណីចាំបាច់ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវពិភាក្សាជាមួយលេខាធិការដ្ឋានគណៈកម្មាធិការរាជធានីខេត្តរៀបចំការបោះឆ្នោតដើម្បីចាត់ឲ្យក្រុមចុះឈ្មោះបោះឆ្នោតធ្វើការចុះឈ្មោះចល័តស្របតាមបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតក្នុងករណីមានពាក្យបណ្ដឹងតវ៉ាពីជនដែលការសុំចុះឈ្មោះបោះឆ្នោតត្រូវបានបដិសេធក្រុមប្រឹក្សាឃុំសង្កាត់ត្រូវធ្វើការប្រជុំសម្រាប់ជាសាធារណៈលើបណ្ដឹងតវ៉ានេះការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោតនិងការបោះឆ្នោតមេឃុំចៅសង្កាត់ក៏មានសមត្ថកិច្ចនៅក្នុងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោតនិងការបោះឆ្នោតបែបបទនីតិវិធីនៅក្នុងការបំពេញការងារនេះត្រូវផ្អែកទៅតាមលិខិតបទដ្ឋានជាធរមានដែលមានដាក់ឲ្យប្រើប្រាស់ដោយកចបការថែរក្សាសន្តិសុខពេលបោះឆ្នោតយោងមាត្រា10នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលប្រកាសឲ្យប្រើប្រាស់នៅថ្ងៃទី11ខែធ្នូឆ្នាំ2015អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលទទួលខុសត្រូវចំពោះការងារសន្តិសុខសម្រាប់ធ្នាប់សាធារណៈនិងការងារដទៃទៀតត្រូវផ្ដល់កិច្ចសហការដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ដើម្បីរក្សាសុវត្ថិភាពសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងសម័យបោះឆ្នោតនិងក្រោយសម័យបោះឆ្នោត